នៅផ្នែកខាងចុងបំផុតនៃឧបទ្វីបម៉ាឡេត្រង់មាត់ច្រកម៉ាឡាកាមានប្រទេសកោះដ៏តូចមួយដែលមានទំហំប្រហាក់ប្រហែលគ្នានឹងទីក្រុងភ្នំពេញរបស់កម្ពុជាយើងប៉ុន្តែទីនោះគឺជាប្រទេសដែលមានជាងគេប្រចាំទ្វីបអាស៊ីនិងជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសអ្នកមាននានានៅលើពិភពលោកនោះគឺជាប្រទេសសិង្ហបុរីចាំតាំងពីទទួលបានឯករាជ្យជាង6ទសវត្សរ៍កន្លងមកនេះប្រទេសមួយនេះបានប្រែក្លាយខ្លួនពីកំពុងផែពាណិជ្ជកម្មរបស់ពួកអាណានិគមទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏ជឿនលឿននិងគួរឲ្យភ្ជាប់ផ្អើលមួយដែលមិនគួរឲ្យជឿបិទមិនងាយឡើយប្រទេសដែលក្រីក្រទើបតែស្គាល់ឯករាជ្យលើដំបូងក្នុងប្រវត្តិសាស្ត្រតែមានការអភិវឌ្ឍដោយរហ័សបែបនេះនោះទិន្នន័យផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ៗឬ GDP per capita របស់ប្រទេសមួយនេះគឺខ្ពស់ជាងចំណូលសម្រាប់មនុស្សម្នាក់ដែលមកពីប្រទេសមហាសេដ្ឋកិច្ចធំទាំង7របស់ពិភពលោកព្រមទាំងវ៉ារ៉ៃកន្ទុយភ្នែកពីបណ្ដាប្រទេសនានាក្នុងប្លុកអាស៊ីអាគ្នេយ៍បើគ្មានការលះបង់របស់អ្នកជំនាន់មុនទេអ្នកជំនាន់ក្រោយក៏គ្មានភាពសុខសាន្តដែរមិនមែនជាការចៃដន្យឡើយបើគេនិយាយពីគ្រប់យ៉ាងដែលសង្ហបុរីមានមកទល់សប្តាហ៍ថ្ងៃនេះគឺគេមិនភ្លេចរំលឹកឡើយនៅឈ្មោះបុព្វបុរសស្ថាបនិកដែលនៅសង្ហបុរីនោះគឺលោកលីខ្វាន់យូត្បិតលទ្ធផលដែលសង្ហបុរីកំពុងមាននេះគឺជាលទ្ធផលដែលបានពីផែនការដែលលោកលីខ្វាន់យូរៀបចំត្រួតត្រាយឲ្យសង្ហបុរីតាំងតែពីបានឯករាជ្យដំបូងមកម្ល៉េះតើសង្ហបុរីមានរូបមន្តអ្វីទើបប្រទេសនេះជោគជ័យខ្លាំងម្ល៉េះហេតុអ្វីប្រទេសនេះជាប្រទេសផ្ដាច់ការកាន់កាប់អំណាចតែពីគណបកតែមួយអស់ជាង60ឆ្នាំកន្លងមកហើយប៉ុន្តែបែរជាមានភាពរុងរឿងខ្លាំងយ៉ាងនេះក្នុងវីដេអូនេះខ្ញុំនាំប្រិយមិត្តមកយល់ដឹងកាន់តែស៊ីជម្រៅពីរបៀបដែលសង្ហបុរីកែប្រែវាសនាខ្លួនពីប្រទេសក្រីក្រតោកយ៉ាទៅជាប្រទេសខ្លាសេដ្ឋកិច្ចមួយក្នុងចំណោមខ្លាសេដ្ឋកិច្ចទាំង4របស់អាស៊ីខ្ញុំសូមមិននិយាយច្រើនឡើយពីប្រវត្តិសាស្ត្ររបស់ប្រទេសសង្ហបុរីរហូតដល់ពេលទទួលឯករាជ្យត្បិតភាពជោគជ័យរបស់សង្ហបុរីឯណោះទេដែលជារឿងយើងនឹងត្រូវផ្ដោតនិយាយជាសំខាន់ក្នុងវីដេអូនេះប្រវត្តិសាស្ត្រទំនើបរបស់សង្ហបុរីគឺតែងតែជាប់ប្រតិក្រឡាគ្នាជានិច្ចជាមួយនឹងបរិសម្នាក់ដែលជាកូនចៅចិនមានការសិក្សាដ៏ជ្រៅជ្រះមកពីចក្រភពអង់គ្លេសនោះគឺលោកលីខ្វាន់យូហើយឈ្មោះនេះគឺមិនអាចកាត់ផ្ដាច់មិននិយាយបានឡើយព្រោះបើគ្មានបរិសម្នាក់នេះទេទឹកដីសង្ហបុរីដែលអ្នកទាំងអស់គ្នាស្គាល់ថាជាប្រទេសដ៏អស្ចារ្យមួយនៅចុងឧបទ្វីបម៉ាឡេនោះក៏ប្រហែលជាគ្មានឈ្មោះក្នុងផែនទីពិភពលោកផងក៏អាចថាបានដែរនៅឆ្នាំ1965ភ្លាមក្រោយពេលដែលសង្ហបុរីទទួលបានឯករាជ្យពីប្រទេសម៉ាឡេស៊ីលោកលីខ្វាន់យូដែលជាស្ថាបនិកនិងជានាយករដ្ឋមន្ត្រីព្រមទាំងក្រុមថ្នាក់ដឹកនាំប្រទេសសង្ហបុរីដទៃទៀតបានមើលឃើញពីបញ្ហាដ៏ធំរបស់ប្រទេសត្បិតសង្ហបុរីគឺជាប្រទេសដីកោះដ៏សែនតូចហើយគ្មានឡើយនៅធនធានធម្មជាតិនិងសូម្បីតែប្រភពទឹកសាបក៏គ្មានសម្រាប់ប្រើប្រាស់ផងនោះក្រៅតែពីភាពខ្សត់ខ្សោយនៅធនធានធម្មជាតិសង្ហបុរីដែលទើបតែងើបចេញពីនឹមអាណានិគមគឺជាប្រទេសដ៏ក្រីក្រមួយចំនួនប្រជាជនតិចហើយភាគច្រើនគឺគ្មានការងារធ្វើព្រមទាំងរងព័ទ្ធដោយភាពចម្រុះគ្នានៃជាតិសាសន៍ដែលភាគច្រើនជាជនជាតិចិនម៉ាឡេនិងឥណ្ឌាប៉ុន្តែធម្មជាតិក៏មិនដាច់ធម្មមេត្តាដល់ប្រទេសនេះពេកដែរព្រោះទឹកដីសង្ហបុរីគឺមានទីតាំងជាភូមិល្អណាស់ដោយស្ថិតនៅចំច្រកម៉ាឡាកាដែលជាច្រកទ្វារសមុទ្រយ៉ាងសំខាន់ដល់ការធ្វើពាណិជ្ជកម្មពីតំបន់អឺរ៉ុបឥណ្ឌាទៅកាន់ប្រទេសចិននិងជប៉ុនតាំងតែពីជំនាន់បុរាណរហូតមកដល់បច្ចុប្បន្ននេះដូច្នេះដើម្បីអភិវឌ្ឍសង្ហបុរីឲ្យមានភាពជឿនលឿនទៅបានក្រុមស្ថាបនិកប្រទេសដែលមានលោកលីខ្វាន់យូជាមេដឹកនាំបានគិតថាត្រូវតែកសាងសង្ហបុរីឲ្យទៅជាប្រទេសនៃមូលដ្ឋានផលិតកម្មមួយដ៏រឹងមាំដើម្បីទាក់ទាញក្រុមអ្នកវិនិយោគបរទេសមករកស៊ីនៅប្រទេសនេះដែលវាជាជំហានដំបូងនៃផែនការកាត់បន្ថយភាពគ្មានការងារធ្វើរបស់ប្រជាជនក្នុងតំណែងជានាយករដ្ឋមន្ត្រីប្រមាណ31ឆ្នាំដែលគិតចាប់ពីឆ្នាំ1959ដល់ឆ្នាំ1990និងជាបិតានៃឯករាជ្យជាតិសង្ហបុរីដើម្បីត្រួតត្រាយផ្លូវឲ្យសង្ហបុរីមានខឿនច្បាប់និងសេដ្ឋកិច្ចដ៏រឹងមាំមកដល់សប្តាហ៍ថ្ងៃនេះលោកលីខ្វាន់យូតែងតែប្រកាន់នូវគោលការណ៍ទាំង5មានដូចជាទី1ទោះក្នុងតម្លៃណាឬកលៈទេសៈណាក៏ដោយសង្ហបុរីត្រូវតែជាប្រទេសដែលមានស្ថិរភាពសង្គមនិងស្ថិរភាពនយោបាយជានិច្ចសម្រាប់លោកលីខ្វាន់យូលោកឲ្យតម្លៃណាស់លើច្បាប់វិន័យនិងសីលធម៌ហើយត្រូវតែធ្វើយ៉ាងណាបង្កើតច្បាប់ដ៏តឹងរ៉ឹងមួយដែលការពារកុំឲ្យមានចលាចលក្នុងប្រទេសគ្មានឡើយនៅសេរីភាពជ្រុលហួសហេតុត្បិតសេរីភាពជ្រុលនិងភាពចលាចលវានឹងក្លាយជាឧបសគ្គរាំងស្ទះដំណើរអភិវឌ្ឍរបស់សង្ហបុរីទី2វិស័យអប់រំគឺជាវិស័យអាទិភាពបំផុតរបស់រដ្ឋាភិបាលរបស់លោកត្រង់នេះលោកលីខ្វាន់យូធ្លាប់បាននិយាយថាសង្ហបុរីគឺជាប្រទេសអភិវឌ្ឍ
ដែលខ្សត់ធនធានធម្មជាតិទៅហើយដូច្នេះប្រទេសនេះគឺមិនអាចខ្សត់ធនធានមនុស្សបានតទៅទៀតទេកោះសង្ហបុរីអាចនឹងរលាយបាត់ពីផែនទីពិភពលោកគ្រប់ពេលវេលាប្រសិនបើធនធានមនុស្សរបស់ប្រទេសមួយនេះគឺតិចខ្លាំងពេកឬប្រជាជនសម្បូរដោយមនុស្សដែលគ្មានចំណេះដឹងវិជ្ជាជីវៈក្នុងខ្លួនទី3ភូមិសាស្ត្រជ័យភូមិរបស់សង្ហបុរីប្រកបគឺជាទីដ៏ទាក់ទាញនិងប្រមូលផ្ដុំរនអ្នកវិនិយោគនិងក្រុមហ៊ុនបរទេសនានារបស់ពិភពលោកដូច្នេះហើយទើបលោកចាំបាច់ត្រូវតែកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កំពង់ផែនិងអាកាសយានដ្ឋានប្រកបដោយស្តង់ដារកម្រិតពិភពលោកក្រៅពីនេះលោកក៏បានបន្ធូរបន្ថយច្បាប់ជាច្រើនក្នុងប្រព័ន្ធហិរញ្ញវត្ថុរីឯគោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលលោកក៏មានតម្លៃទាបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនេះហើយគឺជាលទ្ធផលនាំឲ្យមានក្រុមហ៊ុនជាច្រើនមកពីអាមេរិកអឺរ៉ុបនិងជប៉ុនពេញចិត្តមកបណ្ដាក់ទុនវិនិយោគនៅសង្ហបុរីនេះណាស់ទី4លោកលីខ្វាន់យូមានទស្សនៈថាសង្ហបុរីនឹងមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយប្រសិនបើប្រជាជនគ្មានផ្ទះសម្បែងសម្រាប់ជ្រកកោនដែលមានផាសុកភាពនិងមានប្រព័ន្ធសុខាភិបាលទន់ខ្សោយដូច្នេះហើយទើបលោកតែងតែឲ្យតម្លៃណាស់លើកម្រិតស្តង់ដារនិងជីវភាពរស់នៅរបស់ប្រជាជនសង្ហបុរីដែលលោកបានចេញនូវផែនការនយោបាយក្នុងការសាងសង់លំនៅឋានសាធារណៈជាប្រភេទអគារខុនដូខ្ពស់ៗដើម្បីលក់ឬជួលឲ្យប្រជាជនស្នាក់នៅក្នុងតម្លៃធូរថ្លៃហើយប្រព័ន្ធសុខាភិបាលសង្ហបុរីត្រូវបានធ្វើកំណែទម្រង់រហូតក្លាយជាប្រព័ន្ធសុខាភិបាលដ៏ល្អដាច់គេមួយរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះទី5លោកលីខ្វាន់យូជឿថាដើម្បីអភិវឌ្ឍសង្ហបុរីឲ្យរុងរឿងបានសង្ហបុរីគឺចាំបាច់ត្រូវតែមានសន្តិភាពស្ថិរភាពនយោបាយនិងរដ្ឋាភិបាលដ៏ល្អស្អាតស្អំគ្មានអំពើពុករលួយដូច្នេះហើយទើបមកដល់នឹងពេលនេះទោះសង្ហបុរីមានផ្ទៃដីតូចនិងប្រជាជនតិចយ៉ាងណាក្តីប៉ុន្តែប្រព័ន្ធសន្តិសុខជាតិរបស់ប្រទេសនេះគឺមានចំណាត់ថ្នាក់ខ្ពស់និងគ្មានប្រទេសណាហ៊ានបំពានបានឡើយនៅឆ្នាំ1991លោកលីខ្វាន់យូដែលបានក្រោបអំណាចអស់ជាង30ឆ្នាំក៏បានលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីការណុកក្រុមនយោបាយប្រឆាំងហាក់មានទឹកមាត់និងទឹកចិត្តត្រឡប់មកវិញបិទគូប្រកួតប្រជែងដ៏រឹងមាំដែលជារដ្ឋបរោះតំណែងឲ្យបិតានៃឯករាជ្យជាតិសង្ហបុរីលែងមានវត្តមានតទៅទៀតក្នុងសង្វៀននយោបាយហើយប៉ុន្តែមានឯណារដ្ឋាភិបាលដែលប្រសូតក្រោយពីការបោះឆ្នោតម្ដងចាប់តាំងពីពេលនោះមកដល់នឹងពេលនេះគឺមានតែក្រុមគ្រួសារលោកលីខ្វាន់យូនិងបេក្ខជនដែលមកពីគណៈបកសកម្មភាពប្រជាជនតែប៉ុណ្ណោះដែលជាអ្នកក្រោបផ្ដាប់អំណាចការពេលលោកលីខ្វាន់យូនៅមានជីវិតទោះលោកបានចាក់ចេញពីជីវិតនយោបាយហើយក្តីតែលោកនៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើរដ្ឋាភិបាលក្នុងឋានៈជាទេរដ្ឋមន្ត្រីនិងក្រោយមកទៀតជាទីប្រឹក្សាកម្ពុជារបស់នាយករដ្ឋមន្ត្រីដល់ឆ្នាំ2011បានន័យថារដ្ឋយោបល់និងការណែនាំរបស់លោកលីខ្វាន់យូគឺជាការដ៏ចាំបាច់សម្រាប់រដ្ឋមន្ត្រីនីមួយៗមិនតែប៉ុណ្ណោះបណ្ដាគណៈបកប្រឆាំងតែងតែគោរពខ្លាំងណាស់លើបិតានៃវឌ្ឍនភាពសង្ហបុរីរូបនេះនៅអាស៊ីសង្ហបុរីគឺជាប្រទេសគំរូមួយគំរូនៃវឌ្ឍនភាពសេដ្ឋកិច្ចនិងគំរូនៃសន្តិសុខក៏ប៉ុន្តែសម្រាប់វ៉ែនតានៃប្រទេសបស្ចិមលោករដ្ឋដ៏តូចមួយនេះគឺជាប្រទេសកាន់អំណាចផ្ដាច់ការមិនគោរពសិទ្ធិមនុស្សមានឈ្មោះថាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស់តាមពិតទៅតាំងតែពីទទួលបានឯករាជ្យមកលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនយោបាយមិនដាច់ជាទីអន្តរភាពចម្បងសម្រាប់រដ្ឋាភិបាលឡើយក្នុងក្រសែភ្នែកលោកលីខ្វាន់យូអ្វីដែលសំខាន់នោះគឺជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិភាពសាធារណៈក្នុងនេះលោកបានបង្កើតនិងពង្រឹងម៉ាស៊ីនសន្តិសុខមួយដើម្បីកាត់បន្ថយតទៅអស់រលីងនៃឥទ្ធិពលរបស់ពួកប្រឆាំងនិងដើម្បីឲ្យគណៈបករបស់លោកគឺគណៈបកសកម្មភាពប្រជាជនឬ People Action Party មានសកម្មភាពប្រៃមុខតែឯកឯងក្នុងឆាកនយោបាយសង្ហបុរីតាំងតែពីឆ្នាំ1959មកដល់ពេលនេះបកសកម្មភាពប្រជាជនបានឈ្នះការបោះឆ្នោតរហូតនិងធ្លាប់បានកាន់កាប់អាសនៈទាំងស្រុង 100% ក្នុងសភារហូតបានដល់ទៅ3អាណត្តិជាប់គ្នាទៀតផងដើម្បីឈ្នះឆ្នោតនិងដើម្បីក្តាប់អំណាចទាំងស្រុងបានរដ្ឋាភិបាលលោកលីខ្វាន់យូបានប្រើប្រាស់យុទ្ធសាស្ត្រ3យ៉ាងគឺការពុះចែកមណ្ឌលបោះឆ្នោតឡើងវិញដើម្បីរំសាយឯកអំណាចរបស់បកប្រឆាំងការប្រើប្រាស់ធនធាននិងស្ថាប័នរដ្ឋសម្រាប់ប្រយោជន៍របស់គណៈបកនិងការប្រឹងផ្ដាល់ឡើងតុលាការប្រឆាំងនឹងពួកប្រឆាំងក្នុងបទបង្ខូចកេរ្តិ៍ឈ្មោះមែនទែនទៅសម្ពាធនេះមិនមានឥទ្ធិពលត្រឹមតែក្រុមប្រឆាំងប៉ុណ្ណោះទេតែវាក៏ជាសម្ពាធមួយដ៏មានប្រសិទ្ធភាពសម្រាប់ដាក់លើអ្នកសារព័ត៌មានអ្នកជំនួញឬអ្នកណាក៏ដោយដែលហ៊ានរិះគន់ក្រុមគ្រួសារលោកលីខ្វាន់យូនិងប្រព័ន្ធនយោបាយរបស់ប្រទេសដែលគណៈបកលោកកំពុងគ្រប់គ្រងមិនតែប៉ុណ្ណោះរដ្ឋអំណាចបានក្តាប់ស្ទើរតែទាំងស្រុងនៅមធ្យោបាយឃោសនាមហាជនទូរទស្សន៍វិទ្យុនិងកាសែតគឺសុទ្ធសឹងតែជាកម្មសិទ្ធិរបស់នាយករដ្ឋមន្ត្រី
និងញាតិមិត្តសន្តានរបស់ស្ថាប័នក្នុងប្រទេសម្ល៉េះហើយការនិយាយរីកគ្រឹងរដ្ឋាភិបាលអាចមានប្រភពចេញមកពីស្ថាប័នសារព័ត៌មានបរទេសតែម្យ៉ាងគត់ដែលឡែកឲ្យតែពេលចិត្តបោះឆ្នោតម្ដងរដ្ឋាភិបាលសិង្ហបុរីបានចេញនៅផែនការទីងសម្លេចឆាត់ឲ្យប្រយោលនោះគឺត្រង់ថានៅពេលចិត្តបោះឆ្នោតម្ដងរដ្ឋាភិបាលដ៏ធូរធារនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះតែងតែចាត់វិធានការសេដ្ឋកិច្ចផ្សេងដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលជាម្ចាស់ឆ្នោតម្យ៉ាងទៀតសិង្ហបុរីគឺគ្មានទេស្ថាប័នឯករាជ្យសម្រាប់ចាត់ចែងរៀបចំការបោះឆ្នោតតែរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងត្រួតពិនិត្យទាំងអស់និយាយរួមនៅលើក្រដាសសិង្ហបុរីគឺជារដ្ឋប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយយកគំរូតាមលទ្ធិប្រជាធិបតេយ្យនៅប្រទេសអង់គ្លេសតែការពិតជាក់ស្ដែងទៅរដ្ឋអាស៊ីដ៏តូចមួយនេះគឺកាន់អំណាចផ្ដាច់ការក៏ប៉ុន្តែរដ្ឋដ៏ផ្ដាច់ការនេះនៅតែមានប្រជាប្រិយភាពខ្ពស់ទោះបានក្រាបអំណាចអស់ជាង60ឆ្នាំកន្លងមកហើយក្តីនេះមិនមែនជាការចែកដន្ឡើយប្រជាប្រិយភាពរបស់សិង្ហបុរីដ៏មហារុងរឿងមួយនេះគឺមានមូលដ្ឋានលើកត្តាពីរយ៉ាងសំខាន់ទី1រដ្ឋាភិបាលសិង្ហបុរីគឺជារដ្ឋាភិបាលដ៏ស្អាតស្អំជំរះអស់នៅអំពើពុករលួយនិងឲ្យតម្លៃខ្លាំងលើប្រព័ន្ធយុត្តិធម៌សង្គមនិងកត្តាទី2នោះគឺជាប្រសិទ្ធភាពសេដ្ឋកិច្ចដោយខ្ញុំបញ្ជាក់ពីខាងដើមមកអញ្ចឹងប្រជាជនសិង្ហបុរីគឺមានកម្រិតជីវភាពខ្ពស់គឺខ្ពស់ជាងបណ្ដាប្រជាជននៅបស្ចិមលោកទៅទៀតម្ល៉េះហើយសួរថាទោះបីគ្មានសេរីភាពនយោបាយគ្មានលទ្ធិប្រជាធិបតេយ្យពេញលេញនិងគ្មានសិទ្ធិបុគ្គលទូលំទូលាយតើប្រជាជនសិង្ហបុរីមានសុភមង្គលដែរឬទេ